ប៉ាកូនអត់ឃ្លានទេពិតជាអត់ឃ្លានមែនមិញកូនញ៉ាំទឹកច្រើនណាស់ឆ្អែតទឹកទាល់តែពោះលោតភ្លេងទៅហើយអាងប់ប៉ាសុំទោសមកពីប៉ាមិនល្អប៉ាពិតជាអាក្រក់មែនប៉ាគុំយំអីកូនស្ដាប់បង្កប់ណាស់កូនអត់ឃ្លានទេញ៉ាំបាយទៅចាំប៉ាធ្វើម្ហូបឲ្យកូនចង់ញ៉ាំអីកូនចង់ញ៉ាំបាយឆាពងទាដូចម៉ាក់ធ្វើគឺបាយពណ៌មាសហើយគ្រាប់បាយនីមួយភ្លឺរលោងហ្មងតែម៉ាក់លេងនៅហើយកូនមិនបាច់ញ៉ាំក៏បានដែរប៉ាធ្វើបានប៉ានឹងឆាបាយឲ្យមានរសជាតិដូចម៉ាក់ធ្វើអញ្ចឹងកូនញ៉ាំបាយមកឈ្ងុយណាស់ប៉ាពិតជាឈ្ងុយមែនមិននឹងកូនអត់ឆ្ងាញ់មែនឬមួយក៏ក្តៅមាត់ឆ្ងាញ់ណាស់ឆ្ងាញ់ខ្លាំងណាស់រសជាតិដូចម៉ាក់ធ្វើបេះបិទហ្មងពីមុនពេលម៉ាក់ឆាបាយឲ្យគាត់តែងតែអង្អែលក្បាលកូនហើយមើលកូនញ៉ាំយ៉ាងឆ្ងាញ់ស៊ូយុនអូនឃើញទេកូនញ៉ាំយ៉ាងសប្បាយចិត្តស៊ូយុនបងធ្លាប់សន្យានឹងអូនថានឹងចិញ្ចឹមកូនឲ្យដូចព្រះនាងតូចអញ្ចឹងប៊ីវជឿគឺអញមិនក៏អញបណ្ដោយខ្លួនដល់ថ្នាក់នឹងវើយឲ្យតែមិនទាន់ងាប់គឺបានហើយកន្លែងស្មោកគ្រោកអញ្ចឹងឲ្យក្មេងនៅកើតដែរក្មួយនៅណាកំពុងគេងលក់ក្នុងបន្ទប់និយាយតិចទៅមើលចុះស្គមសល់តែឆ្អឹងហើយអញចង់ងាប់ក៏ហីទៅកុំអូសទាញក្មួយអញឲ្យមកពិបាកជាមួយបានអត់ឈប់ជេរទៅអញដឹងខុសហើយអង្គុយសិនទៅនិយាយមកលុយនឹងយកទៅធ្វើអីបើគ្មានកន្លែងទៅទេស្អែកឲ្យកូនទៅនៅផ្ទះអញសិនទៅផ្ទះអញនៅកណ្ដាលក្រុងទំនេរមួយល្វែងដែរមិនបាច់ទេលុយ10000នេះអញមិនយកទេចាត់ទុកថាអញខ្ជិលអញចុះខ្ចីអញយកអីមកសងមើលរៀងអញលើដូចខ្មោចអញ្ចឹងទៅធ្វើការសន្តាគារវិញគេយកអញទៀតហោះអញគិតថានឹងទៅលក់ដូរនៅផ្សាររាត្រីលក់ដូរអញឈ្គួតទេដឹងចុងភៅលំដាប់ជាតិទៅឆាបាយលក់នៅផ្សាររាត្រីនឹងណាស្បែកខ្ចីដូចឯងនេះទៅដណ្ដើមមួយជាមួយពួកអាឆេនឹងកើតជំនាញនៅតែជាជំនាញនៅណាក៏អាចរកស៊ីបានដែរសន្តាគារអញទៅធ្វើវិញលេងកាត់ហើយអត់មានពេលមើលកូនទេលក់ដូរអញ្ចឹងវាឯករាជ្យអាចមើលកូនបានទៀតបើខ្វះលុយប្រាប់អញត្រង់មកអញមិនខ្វះទេលុយនោះចាំបាច់ទៅធ្វើឲ្យខ្មាស់គេធ្វើអីប៊ីវជឿកន្លះឆ្នាំនេះអញគិតធ្លុះហើយអញជាចុងភៅបើឃ្លាតពីចង្ក្រានអញក៏មិនខុសពីមនុស្សអេតចាយដែរឥឡូវក្រៅពីធ្វើដៃអញគ្មានសល់អីទៀតទេអញចង់ពឹងដៃទាំងពីរនេះរកលុយដោយសុចរិតដើម្បីអនាគតកូនអាក្បាលរឿងនេះរឿងរូដល់ងាប់មកអើស្រេចអញចុះលក់អីគេសាច់អាំងមែនបាយឆាពងទាបាយឆាពងទារបស់នឹងគេលក់ពីពេញផ្លូវហើយអញរកលុយបានដែរអញលក់មួយចាន20បាយឆាអញ្ចឹងឆ្កែក៏វាមិនស៊ីដែរលក់ដល់20ទៀតបើអញលក់ដាច់អញស៊ីទៅនឹងឲ្យមើលចាំមើលទៅចុយម៉ាយឈ្ងុយអីក៏ឈ្ងុយម្លេះវើយយីគឺនេះឯងជាអ្នកធ្វើមែនមុននឹងអញចេះតែនិយាយទេអាបាយឆានេះលក់20ថោកពេកហើយលក់50ក៏មានអ្នកទិញដែរ
បើឆ្ងាញ់ហើយអញ្ចឹងរឿងទៅលក់តាមផ្លូវនឹងត្រូវតែលក់មកស្អែកអញកុំដរែងទៅទិញកង់3យកមកកែជាឡានលក់ម្ហូបអាជីពតែម្ដងធ្វើសាមិញបានហើយអត់បានទេវើយពួកម៉ាក់អញចេញលក់ទាំងមូលមុខមាត់ត្រូវតែធំឲ្យក្រៅពេញផ្សាររាត្រីហ្មងមានពួកម៉ាក់មានជំនាញមានកូនស្រីជីវិតមួយនេះដូចជាអាចបន្តទៅមុខរួចហើយក្លិនមួយនេះដូចជាក្លិនម្ហូបផ្ទះដែលកម្របានជុកណាស់ឡាននេះស្ថានភាពនៅល្អបើចង់បានមែនលក់ឲ្យ2500លោកពូចង់ប្លន់មែនថ្នាំរបកឡើងចេញក្បាច់ទីហ៊ានអស់ហើយ1000ម៉ាត់ណាម៉ាត់នឹងអញ្ចឹងឯងទៅទិញនៅកន្លែងអេតចាយទៅគេលក់ថ្លឹងគីឡយអាទំពេកយកយល់មុខឯងគ្រាន់តែអាគុយឡាននេះក៏តម្លៃ800បាត់ទៅហើយអេលោកពូ1200 1800យ៉ាងហោចណាស់2000បញ្ចុះលេងបានហើយប្អូនប្រុសឃើញឯងជាអ្នកដឹងក្តីទេតម្លៃនឹងពិតជាមិនបានមែនពុកធំដាក់កូនចុះសិនមកលោកអ៊ំទំពេកហៅអ្នកណាទំពេកហៅអ៊ំឬក៏តាក៏បានតែលោកអ៊ំឯងពិតជាអត់មានសក់មែនតើក្មេងដឹងអីនេះជាសញ្ញានៃភាពឆ្លាតវៃតើលោកអ៊ំប៉ារបស់នាងអត់មានលុយទេប៉ាលក់ផ្ទះអស់ហើយដើម្បីយកលុយមើលជំងឺម៉ាក់ពួកយើងក្រណាស់ប៉ាទិញឡាននេះគឺដើម្បីនាំនាងទៅលក់បាយរកលុយបើទិញមិនបានទេនាងប្រកាសជាដាច់ពោះមិនខានលោកអ៊ំចុះថ្លៃឲ្យបន្តិចទៅណាបានទេអូខេខ្ញុំព្រមចាញ់អស់ឯងហើយយកអាវុធធំមកថ្លៃហ្មងអីចាត់ទុកថាខ្ញុំស៊ុយចុះ1500យកទៅបើមិនប្រញាប់ទៅទេខ្ញុំប្រកាសជាខាត់លុយទិញនំឲ្យក្មេងនេះមិនខានពូចាងពិតជាចិត្តបានមែនកុំអរគុណខ្ញុំអរគុណកូនស្រីអញទៅថ្ងៃក្រោយមានបានកុំភ្លេចមកជួយទិញខ្ញុំទៀតផងអរគុណលោកអ៊ំសង្ហាជូនពរលោកអ៊ំដុសសក់មកវិញច្រើនណាស់អគ្គនាយិកាសិនខាងមុខស្ទះចរាចរណ៍ប្រហែលជាត្រូវចាំប៉ុន្មាននាទីទៀតហើយមិនអីទេទូឡាននេះមិនអន់ទេតែខ្វះកន្លែងចំអិននិងរបាំងការពារយកទៅលក់នៅផ្សាររាត្រីមិនសូវសុវត្ថិភាពទេកុំបារម្ភទុកឲ្យខ្ញុំអ្នកកែច្នៃចុះយីគឺអញនឹកឃើញឈ្មោះមួយហើយដាក់ថាបាយឆាពិភពលោកពូបៀវមិនដែរដាក់ឈ្មោះចូលគ្នាជាមួយយានដ្ឋានអញហ្មងស្ដាប់ទៅឆ្កងណាស់តូបនេះបង្កើតឡើងដើម្បីនាងទេឲ្យនាងជាអ្នកដាក់ឈ្មោះទៅដាក់ថាបាយឆានាងបានអត់ប៉ាយេនាងចង់គូបទាំងយីហោនេះដោយខ្លួនឯងអូខេកូនធំអញគូរូបគឺកម្រិតកំពូលមកព្យួរយីហោនេះឡើងធានាថាភ្ញៀវចូលពេញចាំតូបយើងបើកលក់ជីវិតថ្មីរបស់យើងក៏ចាប់ផ្ដើមដូចគ្នាចាំបន្តិចលោកតើលោកមកខុសកន្លែងឬអត់ផ្សារយន្តគូស៊ីងខ្វាងមិនខុសទេទីនេះជាផ្សារទំនើបលំដាប់ខ្ពស់អ្នកដែលមកជួលលក់សុទ្ធតែលក់កាហ្វេឆុងស្រាបៀរក្រាហ្វនិងរបស់សិល្បៈលោកឯងលក់បាយឆាផ្សែងក៏ច្រើនកម្រិតក៏ទាបពួកយើងមិនទទួលទេខ្ញុំសូមណែនាំឲ្យលោកទៅសួរនៅផ្សាររាត្រីតុងឆឹងដែលលក់តាមចិញ្ចើមផ្លូវទៅកុំមកទើបភ្នែកនៅទីនេះមិនឲ្យមីងឯងមកស្រែកដាក់ប៉ាខ្ញុំទេបាយដែលប៉ាធ្វើគឺឆ្ងាញ់ជាងគេនៅលើលោកថែមទាំងបញ្ចេញពន្លឺទៀតមិនមែនជារបស់អន់ទេទៅមនុស្សធំកំពុងនិយាយគ្នាក្មេងកុំចេះដឹងគ្មានការអប់រំនិយាយរួមទម្រង់នេះមិនអាចអនុម័តទេលក់បាយឆាវិថីពួកយើងបងថ្លៃឈ្នួលដូចតែគ្នានឹងហេតុអីមិនឲ្យពួកយើងលក់កំពុងមើងងាយអ្នកណាគឺផ្អែកលើការថែរក្សាបរិស្ថាននឹងហើយបានហើយឈប់សរសេរទៅសូមអញ្ជើញត្រឡប់ទៅវិញសន្តិសុខកុំតាន់ទី1ខ្ញុំមានវិញ្ញាបនបត្រសុខភាពត្រឹមត្រូវឧបករណ៍នេះមានបំពង់បឺតផ្សែងស្រាប់ធានាថាមិនហុយទេទី2ទោះខ្ញុំលក់បាយឆាមែនតែខ្ញុំមិនមែនលក់តាមចិញ្ចើមផ្លូវទេមេចុងភៅម្ហូបចិនកម្រិតកំពូលនេះជាមេចុងភៅលំដាប់ថ្នាក់ជាតិតើនៅទីក្រុងនេះមានប៉ុន្មានអ្នកទៅនេះ
នេះជាការសម្គាល់ខ្លួនរបស់លោកមែនទេជារបស់ពិតអាចឆែកលេខកូដមើលបានហុយញៀនប្រាប់ហើយតើថាប៉ាពូកែជាងគេបើលោកជាមេចុងភើកម្រិតកម្ពុជាអនាម័យនិងគុណភាពច្បាស់ជាធានាហើយសុំទោសដែលខ្ញុំមានភ្នែកតែមើលមនុស្សមិនស្គាល់សរុប5100យ៉នសូមស្កេនកូដបង់ប្រាក់មកចានេះជាបានអនុញ្ញាតចូលលក់សូមរក្សាទុកឲ្យបានល្អមេចុងភើលំដាប់ថ្នាក់ជាតិមកបើកតូបលក់បាយឆានៅទីផ្សារអញ្ចឹងអេសគួរឲ្យចាប់អារម្មណ៍ណាស់បងយីបងអញពិតជាលយមែនមិញនេះស្រីម្នាក់នោះឡើងស្លេកមុខប្រែក្រឡាជាងសៀវភៅទៀតសៀវភៅកញ្ចាស់នឹងមើលទៅសាមញ្ញមែនតែដល់ពេលសំខាន់ទាន់ហនកប់សេរីហ្មងប៉ាសៀវភៅពណ៌ក្រហមនឹងជាសៀវភៅវេទមិនមែនមិនបានគាត់មើលហើយលេងកាច់អញ្ចឹងគឺជាវិញ្ញាបនបត្រដែលប៉ាខំប្រឹងរៀនកាលពីមុននោះអីឲ្យតែញៀនខំញ៉ាំបាយធំឡើងនឹងបានវិញ្ញាបនបត្រដូចគ្នាហើយតោះទៅផ្ទះរៀបចំអីវ៉ាន់យប់នេះយើងចេញលក់អ្នកនាងជួយទិញបាយឆាមួយប្រអប់ទៅធានាថាឆ្ងាញ់មិនយកលុយទេ20យ៉នបាយឆាតាមផ្លូវសោះលក់20យ៉នអត់មានសាច់ទៀតថ្លៃម្ល៉េះបងយីកុំរឹងពេកអីលុយកក់3000ថ្លៃតូបមួយថ្ងៃ300យ៉នយើងខាត់ងាប់ហើយមិនបដូរថ្លៃទេបើបញ្ចុះតម្លៃគេនឹងគិតថាម្ហូបយើងអន់មិនខានប៉ាលោកទុនសាយប្រាប់ថាគាត់ឃ្លានហើយពោះគាត់កំពុងតែរត់ហើយតើទុនសាយឃ្លានឬក៏ញៀនឃ្លានទៅញៀនក៏ឃ្លានដែរឆ្អឹងជំនីញ៉ាំកាលពីថ្ងៃរលីអស់បាត់ហើយបើអត់មានអីញ៉ាំក៏មិនអីដែរខ្ញុំផឹកទឹកក៏បានខ្ញុំមិនរើសម្ហូបទេផឹកទឹកអីទៅពូធំមិនទាន់ក៏ដល់ថ្នាក់ឲ្យញៀនផឹកទឹកជំនួសបាយនោះទេបងយីឆាមួយចានញៀនសិនមកខ្ញុំចេញលុយឲ្យទ្វេដងបើភ្ញៀវមិនស្គាល់របស់ល្អអញ្ចឹងបាយឆាខ្ទះដំបងនេះយើងញ៉ាំខ្លួនឯងទៅចាត់ទុកថាហេងថ្ងៃបើកលក់វ៉ាវភ្លឺឡើយភ្លឺមែនតែនប៉ាពិតជាពូកែមែនឈ្ងុយណាស់រសជាតិកម្រិតនេះលក់20យ៉នមិនថ្លៃទេបញ្ចុះតម្លៃទៅខាតពូចៅកន្លែងនោះលក់អីហ្នឹងជាតូបលក់បាយឆានៅក្នុងផ្សារនឹងអញទៀនតោះយើងណែអាចាំងឯងធំក្លិនអត់ចំក្លិនអីគេហ្នឹងដូចក្លិនខ្លាញ់ជ្រូកលីប្រេងស្លឹកខ្ទឹមមិនក៏ឈ្ងុយម្ល៉េះមិនបានទេអញទ្រាំលេងបានហើយអញទៅមើលសិនទោះជាប្រេងខូចក៏អញព្រមញ៉ាំដែរក្លិននេះវាឈ្ងុយពេកហើយវើយតោះត្រីស៊ីនុយហើយបាយឆាមួយចាន20យ៉នអត់មានសាច់ទៀតឯងលក់ក៏ពេកហើយទុកខាងនោះលក់15យ៉នមានទាំងភ្លៅមាន់ទៀតពួកយើងមិនមែនល្ងងទេតម្លៃក៏ពួកអញ្ចឹងទៅញ៉ាំ KFC វិញល្អជាងតោះលោកពូកំពុងតែឃ្លានពោះមែនទេបាយដែលប៉ាញៀនឆាគឺឆ្ងាញ់ខ្លាំងណាស់ណាមិញនេះពេលញ៉ាំអណ្ដាតខ្ញុំស្ទើរតែរលាយបាត់ទៅហើយពូមើលណែខ្ញុំញ៉ាំអស់រលីងគ្មានសល់មួយគ្រាប់ទេ20ក៏20អញថែមម៉ោងមួយអាទិត្យហើយទិញបាយឆាមួយចានស៊ីមិនបានទៀតឬអីថៅកែឆាឲ្យខ្ញុំមួយចានមកតែនិយាយឲ្យហើយណាបើមិនឆ្ងាញ់ទេអញទាត់តូបឯងចោលមិនខានរងចាំបន្តិចអូហូថៅកែនេះមិនធម្មតាទេវើយស្នាដៃឆានេះមើលដឹងហ្មងថាជាអ្នកជំនាញឡាវវាងយ៉ាងម៉េចហើយនិយាយមើលមិនឆ្ងាញ់មែនបើមិនឆ្ងាញ់ទេយើងទាលុយវិញឥឡូវហ្នឹង
នេះមិនមែនបាយឆាទេនេះជាបាយទីងប្រលឹងម៉ែអាថ្លែងអេមណាស់ពិតជាអេមមែនបាយនេះដូចមានជីវិតអញ្ចឹងទុនស្វិតលោតពេញមាត់ឆ្ងាញ់ជាងអាបាយឆាតម្លៃរាប់រយទៀតក្លិនខ្លាញ់ជ្រូកនេះរសជាតិឡើងទេវតាហ្មងមែនឬអត់ហ្នឹងអញឃ្លានឡើងឈួតហើយអីអ្នកកុំប៉ះរបស់អញទិញខ្លួនឯងតើមួយម៉ាត់ក៏មិនឲ្យដែរថៅកែសុំមួយប្រអប់ដាក់ស្លឹកខ្ទឹមឲ្យច្រើនមកខ្ញុំក៏យកដែរស្កេនកូដនៅណាគិតលុយឲ្យខ្ញុំមួយលឿនមកសំឡេងទូរស័ព្ទទទួលបានប្រាក់20យន្តតាម WeChat បងយីសុំ3ប្រអប់លឿនឡើងកុំឲ្យថៅកែរងចាំយូរបើសិនជាយប់នេះឈប់ឡានក្បែរផ្លូវបើសិនជាបានអង្គុយញ៉ាំមួយម៉ាត់នៅទីនោះក្រពះដែលធ្វើទុកប៉ុន្មានឆ្នាំនេះប្រហែលជាអាចធូរស្រាលបន្តិចហើយមើលទៅហ៎ត្រឹមតែតូបលក់តាមចិញ្ចើមផ្លូវសោះប្រហែលជាថ្មីនេះហត់ពេកទើបគិតផ្ដេសផ្ដាសហើយបងយី10នាទីហើយមិនអត់មានភ្ញៀវថ្មីសោះអញ្ចឹងតូបលក់សាច់ក្រកក្បែរនេះលក់ដាច់ឡើង3ជុំបាត់ហើយកុំប្រញាប់ឲ្យតែមានអ្នកចាប់ផ្ដើមញ៉ាំអ្នកក្រោយនឹងមកបន្តបន្ទាប់ដូចដូមីណូអញ្ចឹងនៅក្នុងរង្វង់នេះរសជាតិឆ្ងាញ់គឺងាយឆ្លងជាងគេបំផុតហើយម៉ែអាថ្លែងបងយីអេមណាស់គេសម្ដៅមកតូបយើងទាំងអស់ហ្មងមួយធំហើយវើយអនាម័យមើលទៅគ្រាន់បើដែរថៅកែតាពិតជាអស្ចារ្យដូចវាងតាសានិយាយមែនអត់ក្រពះពោះវៀនពួកយើងមិនសូវស្រួលទេបើញ៉ាំទៅឈឺពោះឬក៏មិនឆ្ងាញ់ខ្ញុំនឹងប្តឹងអ្នកគ្រប់គ្រងទីនេះឲ្យអញរើវ៉ាន់ចេញពីទីនេះហ្មងបើមិនឆ្ងាញ់ខ្ញុំសងលុយវិញទាំងអស់តែខ្ញុំគិតថាលោកទុកទឹកមាត់ទុកសរសើរខ្ញុំបន្តិចទៀតទៅល្អជាងសម្ដីចំណាស់តើបានដោយសារតែអញជឿជាក់ពេកយកមួយប្រអប់មកអត់ដាក់ស្លឹកខ្ទឹមទេកុំប្រញាប់កត់ទុកអស់ហើយធានាថាមិនរំលងទេលោកពូអ្នកមីងប្រយ័ត្នក្តៅណាត្រូវភ្លុំសិនណាអូយអរគុណក្មួយស្រីក្មួយឯងឆ្លាតម្លេះណែពួកម៉ាកំងណាដាក់ឲ្យតិចបានហើយបាយដែលប៉ាធ្វើគឺមានវេទមន្តលោកពូត្រូវតែញ៉ាំឲ្យរលីងពីចាស់មកណាព្រះឲ្យក្មេងនេះគួរឲ្យស្រឡាញ់ម្លេះថៅកែនេះកូនស្រីបងមែនឃើញនាងហើយខ្ញុំមានអារម្មណ៍ថាបាត់ហត់ថ្មងថែមម៉ោងក៏លែងចង់ថែមដែរអរគុណបងស្រីដ៏ស្រស់ស្អាតជូនពរបងស្រីញ៉ាំបាយហើយឈប់ជ្រុះសក់កាន់តែស្អាតជាងមុនទៅទៀតហាហាហាអរគុណប្រជ័យរបស់អូនត្រូវម៉ាច់បងកំពុងតែភ័យខ្លាចទំពេកផងសាបាយឆាសង្គ្រោះជីវិតនៅកែងតំបន់បើអ្នកណាបានញ៉ាំទើបដឹងថាឆ្ងាញ់ប៉ុណ្ណាសាឈប់ញ៉ាំស្មៅទៅចុះមកញ៉ាំជាតិម្សៅវិញស្កេនទីនេះមក20យន្តមួយប្រអប់បងប្រុសបងស្រីភ្លុំសិនចាំញ៉ាំណាប្រយ័ត្នក្តៅចង្រៃមួយហ្វុងនេះសុទ្ធតែពួកខ្មោចអត់ឃ្លានគ្មានដឹងរសជាតិអីទេអញមិនជឿទេទុកចិញ្ចាំផ្លូវសោះមានអីអស្ចារ្យទៅច្បាស់ជាដាក់ម្សៅស៊ុប1គីឡូហើយអូហូភ្ញៀវច្រើនគួរសំតើបានបងប្អូនជួយគាំទ្រនឹងណាថៅកែសាក់បន្តិចទៅសាក់ខ្ញុំលក់ម្ហូបសុខភាពគិតពីអនាម័យនិងស្តង់ដារអាម្ហូបប្រៃខ្លាញ់ច្រើនប្រើប្រេងញ៉ូខ្វក់បែបនេះខ្ញុំមិនហ៊ានប៉ះទេវើយមើលរបស់អស់នេះទៅសុទ្ធតែខ្លាញ់មិនល្អលោកស្រីទាំងអស់គ្នាអង្គុយក្នុងកន្លែងធ្វើការពេញមួយថ្ងៃហើយមិនចង់បានសរសៃឈាមល្អទេអីញ៉ាំរបស់អស់នេះដូចកំពុងតែរកសេចក្តីស្លាប់អញ្ចឹងឯងនិយាយឈួតអីនេះជាអង្គអ៊ូចាងនិងពងមាន់ស្រែណាឯងមករកគោមែនទេខ្ញុំនិយាយនេះដើម្បីសេចក្តីសុខរបស់ពួកលោកទេចង់ញ៉ាំឲ្យមានសុខភាពល្អត្រូវទៅញ៉ាំស្បែកក្តោបសរីរាង្គនៅតូបខ្ញុំវិញលោកឯងថាបាយខ្ញុំអត់ល្អចំពោះសុខភាពការពិតវាបង្ហាញច្បាស់ហើយបាយឆាខ្លាញ់ជ្រូកវាទៅមានសុខភាពល្អឯណាទៅលោកឯងមើលពួកគេទៅមើលអង្គុយហឺតម៉ាស៊ីនត្រជាក់ពេញមួយថ្ងៃអង្គុយម៉ាស៊ីនត្រជាក់ពេញមួយថ្ងៃត្រជាក់ដៃត្រជាក់ជើងខ្សោយឈាមអស់ហើយយប់ប្រលប់អញ្ចឹងឯងឲ្យគេមកទំពាស្លឹកសាឡាត់ក្លាសេរបស់ឯងនឹងហោះបាយក្តៅជួយបញ្ចេញញើសស្មៅត្រជាក់ធ្វើឲ្យរមួលក្រពើតើនេះហៅថាសុខភាពអីចំណេះដឹងសុខភាពឯងនេះគ្រូកីឡាជាអ្នកបង្រៀនមែនហើយឈប់យកពាក្យសុខភាពមកលក់ថោកទៀតទៅយប់នេះខ្យល់បក់មកខាងនេះក្លិនសាឡាត់ឯងធំច្បាស់ណាស់វើយ
ទឹកជ្រលក់កាឡូរីទាបរូបមន្តសម្ងាត់អីនឹងគ្មានធំក្លិនប្រេងអូលីវឬក្រូចឆ្មាសំបីបន្តិចមានតែក្លិនជូរអែមគីមីបិទបាំងវត្ថុធាតុដាំអន់ក្លិនសិប្បនិមិត្តនិងធំឆ្ងាយពីផ្លូវហ្មងយករបស់បោកប្រាស់បែបនេះមកលក់ឲ្យអ្នកធ្វើការយប់ប្រលប់នៅមានមុខហៅខ្លួនឯងថាអ្នកស្រឡាញ់សុខភាពទៀតចុំថាមែនឲ្យតែញ៉ាំសាឡាត់នឹងហើយជូរមាត់ថ្មងតាមពិតសុទ្ធតែគីមីសោះបងម្ចាស់ហាងអស់ចាមែនច្រមុះរ៉ាដាហ្មងពូអាក្រក់ក្មួយមិនឲ្យពូឯងថាមកប៉ាក្មួយទេពូម្នាក់ធាត់នឹងគាត់ញ៉ាំហើយសរសើរមិនដាច់ពីមាត់ផងពូឯងច្រណែនដែលគ្មានអ្នកទិញស្មើពូឯងតើពូឯងជាមនុស្សអាក្រក់ក្មេងនិយាយត្រង់ហាត្រូវហើយបើច្រណែននិយាយត្រង់មកប្រញាប់ទៅកុំមករំខានពូយើងញ៉ាំបាយឆាពូឯងសុទ្ធតែពួកបេសាចបាយស៊ីឲ្យងាប់ទៅហាយីអត់បានកាសមកបងយីអំបាញ់មិញបងឯងនិយាយត្រូវមកឆ្មងបើកភ្លើងនៅលើលោកនេះមានតែបាយមិនឆ្ងាញ់ទេទើបហៅថាសម្រាមសុំទោសដែលធ្វើឲ្យបងប្អូនទើសភ្នែកហើយខ្ទះបន្ទាប់ឆ្អិនឥឡូវហើយម្ចាស់ហាងស៊ូពួកយើងចង់ញ៉ាំបាយក្តៅបងយីមាត់បងឯងរហ័សជាងវែកឆាទៀតតើថ្ងៃក្រោយបើមានរឿងខ្ញុំអ្នកឆាបងឯងអ្នកជេរទៅសុំទោសបងប្អូនទាំងអស់គ្នាថ្ងៃនេះលក់អស់ហើយបាទខ្ញុំខ្វះតែ2លេខទៀតទេនឹងម្ចាស់ហាងឆាមួយខ្ទះទៀតមកពួកយើងអាចចាំបានតើសុំទោសនេះជាកំហុសខ្ញុំដែលស្មានខុសដើម្បីធានាគុណភាពខ្ញុំមិនយករបស់អន់មកលក់ផ្ដេសផ្ដាសទេថ្ងៃស្អែកខ្ញុំនឹងរៀបចំទ្វេដងអ្នកដែលទិញមិនបានយប់នេះស្អែកយកលេខរៀងមកខ្ញុំនឹងថែមស៊ុបមួយចានហ្វ្រៃដើម្បីសុំទោសអូខេឃើញអត្តចរិតបងឯងល្អចឹងស្អែកខ្ញុំនឹងមកឲ្យលឿនជាងមុនម្ចាស់ហាងបង្កើតគ្រប់មួយទៅពេលចេញលក់មិនប្រាប់មុនចឹងពិបាកណាស់ត្រូវមកស្កេនមកខ្ញុំមកប៉ាពួកយើងត្រូវទៅផ្ទះហើយមែនទេគ្រប់យើងដាក់ឈ្មោះថាអាហារដ្ឋានយប់អាធ្រាត្រនានទៅព្រោះតែជំនួយការតូចនេះហើយទើបស្អែកត្រូវមកតម្រង់ជួរទៀតយប់នេះចំណេញមិនតិចទេជា 1000 ឯណោះក្នុងគ្រប់មានគេសួរច្រើនណាស់ថាស៊ុបលក់អត់5កាក់មួយចានដឹងតែលក់ដាច់ហ្មងស៊ុបនោះទុកជាការសុំទោសគឺថែមមិនលក់ទេអ្វីដែលយើងចង់បានគឺទឹកចិត្តអតិថិជនយល់ហើយខ្ញុំទៅតបប្រាប់អ្នកទាំងអស់គ្នាវិញចុំលេងសៀកមែននឹងឡើងសបោះមកប្រើភ្លើងខ្លាំងទឹកនិងប្រេងវីបុកគ្នាមិនបាច់ថែមទឹកដោះគោខាប់ទេនេះគឺជាស៊ុបត្បូងពេជ្រធម្មជាតិហ្មងនានមកភ្លក់មើលសាបឬប្រៃកូនឆ្ងាញ់ណាស់ប៉ាស្អិតមាត់ថ្មងស្អិតនឹងគឺជាជីវជាតិហើយញ៉ាំរួចយើងទៅជួបឌូនឹងអ្នកគ្រូសៀវមីណាមែនហៅប៉ាទៅឥឡូវនឹងតែម្ដងមែនចង់សក់ឲ្យស្អាតសិនមកនានល្អត់កូនខាងក្នុងគេកំពុងច្រៀងតើប៉ាតើលោកតាសន្តិសុខនៅចាំកូនអត់ចុះឌូគេភ្លេចកូនបាត់ឬនៅមិនភ្លេចទេនានគឺជាមិត្តល្អរបស់មនុស្សគ្រប់គ្នាប៉ានោះគឺអ្នកគ្រូសៀវមីតើប៉ានោះគឺឌូអ្នកចង់សក់ខ្សែក្រហមនោះគឺឌូហើយនោះគឺផាំងហ៊ូប៉ុន្តែតើពួកគេនឹងភ្លេចនានទេប៉ាអត់ទេនានគួរឲ្យស្រឡាញ់ម្លឹងអ្នកណាដាច់ចិត្តភ្លេចទៅកូនមើលចុះអ្នកគ្រូនៅទីនោះតើនានចង់ទៅរាក់ទាក់អ្នកគ្រូអត់អ្នកគ្រូសៀវមីអីអ្នកណាហៅខ្ញុំនឹងនានមែនអត់នឹងពូសន្តិសុខជួយបើកទ្វារបន្តិចនេះគឺនានកូនសម្លាញ់របស់គ្រូកូនបាត់ទៅណាអ្នកគ្រូស្មានតែកូនទៅក្រៅប្រទេសបាត់ហើយនាននៅផ្ទះកំដរប៉ាវីបេសាច់ហាសោះប៉ាធ្វើម្ហូបឆ្ងាញ់ណាស់លោកជាងបាត់មុខកន្លះឆ្នាំហើយណោះបាត់អ្នកគ្រូលីននៅផ្ទះមានរឿងបន្ទាន់ពេកក៏ប្រញាប់ទៅមិនបានលីអ្នកគ្រូទេទើបតែរៀបចំរួចរាល់ក៏នាំនានមកលេងនឹងណាមែនហើយអ្នកគ្រូកូនយកសប្តាហ៍ឈ្មោះអ្នកគ្រូទៀតអាចឲ្យកូនចូលលេងបន្តិចបានទេទូផាំងហ៊ូខ្ញុំត្រឡប់មកវិញហើយនានឯងទៅណានឹងបាត់មុខយូរម្លេះរោបឯងស្អាតម្លេះខ្ញុំនៅផ្ទះជួយប៉ាធ្វើម្ហូបស៊ុបប៉ាធ្វើឆ្ងាញ់ដូចទឹកដោះគោអញ្ចឹង
លោកជាងបើលក្ខខណ្ឌអំណោយផលខ្ញុំពិតជាចង់ឲ្យនាងមកវិញណាស់អ្នកណាក៏នឹកនាងដែរនេះជាគោលបំណងដែលខ្ញុំមកនឹងឯងតើនៅសល់កន្លែងទំនេរទេមានចាស់ពិតជាមានសម្រាប់សិស្សចាស់ចូលរៀនវិញគឺអត់បញ្ហាទេតែថ្លៃសាលាឡើងហើយពីមុន28,000ឥឡូវ38,000បូកថ្លៃផ្សេងចូល42,000ឯណោះសាលាតម្រូវឲ្យបង់ផ្ដាច់តែម្ដងបានរឿងលុយមិនចោតទេសំខាន់ឲ្យតែកូនមានឈ្មោះរៀនបងយីលុយយើងសល់តែ1,800ទេតើអ្នកគ្រូលីនតើនីយីកាហ្វាំងនៅទេខ្ញុំចង់ជួបគាត់រឿងចូលរៀនបន្តិចនៅតើអញ្ជើញមកតាមខ្ញុំនាងឈប់លេងសិនទៅរកលោកយាយនីយីកាហើយចង់មកលេងរាល់ថ្ងៃទេកូនចង់ចាអញ្ចឹងត្រូវធ្វើក្មេងល្អទៅជួបនីយីកាជាមួយប៉ាណាតោះនីយីកាហ្វាងសុំរំខានបន្តិចនេះជាប៉ារបស់នាងលោកជាងយីគាត់មកសួរនាំរឿងចូលរៀនវិញលោកជាងជាលោកមែនឬមិញនេះអ្នកគ្រូលីនប្រាប់ខ្ញុំស្ទើរតែមិនជឿគប់ជូនមែនហ្មងអាកេនីយីកាសឿនខ្ញុំសុំណែនាំបន្តិចនេះគឺលោកជាងយីពីមុនគាត់គឺជាចុងភើឯកល្បីឈ្មោះប្រចាំសន្តាគារទ្វេដៃកប់សេរីធ្លាប់ជាចុងភើឯកសោះមិនក៏ទៅលក់អីវ៉ាន់តាមផ្លូវទៅវិញលោកជាងនេះគឺអាកេនីយីកាក្រុមហ៊ុនយើងលោកស្រីស៊ិនឈីងវ៉ាន់អាកេនីយីកាសឿនត្រេកអរដែលបានស្គាល់ជំរាបសួរលោកជាងកន្លះឆ្នាំមុនឮថាលោកលីឈប់ខ្ញុំស្មានតែលោកនាំនាងទៅនៅខេត្តបាត់ហើយនេះគិតថារៀបចំឲ្យនាងចូលរៀនវិញមែនទេបាទកន្លះឆ្នាំនេះគ្រូសាមានបញ្ហាបន្តិចបន្តួចឥឡូវចង់ឲ្យកូនចូលរៀនវិញហើយជារឿងល្អតើប៉ុន្តែឈ្មោះនេះខាងក្រុមហ៊ុនរឹតបន្តឹងហិរញ្ញវត្ថុត្រូវបង់លុយថ្លៃសាលានិងថ្លៃផ្សេងសរុប42,000តែម្ដងនេះយីកាហ្វាងនិយាយតាមត្រង់ចុះឥឡូវខ្ញុំរៀងខ្សត់លុយបន្តិចតើអាចយកយល់បង់មុន5,000សិនបានទេសល់ប៉ុន្មានសប្តាហ៍ក្រោយខ្ញុំបង់គ្រប់លោកជាងខ្ញុំសុំទោសពិតមែនប្រព័ន្ធកុំព្យូទ័របានចាក់សោបើបង់មិនគ្រប់មិនអាចបញ្ចូលឈ្មោះសិស្សបានទេនេះជាច្បាប់កំណត់ហ្មងនីយីកានាងមានស្ករគ្រាប់ឲ្យស្ករគ្រាប់ទៅអាចឲ្យនាងចូលរៀនវិញបានទេអាកេនីយីកាសឿនកម្មវិធីអាហារូបត្ថម្ភដែលយើងគ្រោងធ្វើឈ្មោះនេះនៅខ្វះទីប្រឹក្សាជំនាញម្នាក់តើលោកជាងគាត់ជាចុងភើកម្រិតកម្ពុជាថែមទាំងយកពីចំណីអាហារក្មេងទៀតមិនជួគាត់ជាទីប្រឹក្សាក្រៅម៉ោងយកប្រាក់ខែទូទាត់ថ្លៃសាលាតែម្ដងទៅលោកស្រីយកយ៉ាងណាដែរសំណើរបស់នីយីកាហ្វាំងល្អស្ដាប់ណាស់ប៉ុន្តែខ្ញុំមានក្តីបារម្ភធ្វើម្ហូបនៅសន្តាគារផ្កាយ5និងធ្វើម្ហូបឲ្យក្មេងនៅសាលាវាជារឿងពីរផ្សេងគ្នាធ្លាប់តែធ្វើម្ហូបថ្លៃដូចជាស៊ុបត្រចៀកកម្មតែចុងភើឯកមានចិត្តអត់ធ្មត់ស្រាវជ្រាវធ្វើម៉េចឲ្យក្មេងព្រមញ៉ាំការ៉ុតនិងបន្លែបានទេអាកេនីយីកាសឿននិយាយត្រូវមនុស្សធំញ៉ាំអាហារគឺដើម្បីទំនាក់ទំនងការងារឬគ្រាន់តែចំអែតក្រពះពេលខ្លះមិនឆ្ងាញ់ក៏ខំប្រឹងលេបដែរតែសម្រាប់ក្មេងគឺអត់ទេមិនឆ្ងាញ់គឺមិនឆ្ងាញ់ហើយសូម្បីមួយម៉ាត់ក៏មិនព្រមលេបដែរប៉ុន្តែតាំងពីមាននាងមកកន្លះឆ្នាំនេះអ្វីដែលខ្ញុំស្រាវជ្រាវច្រើនជាងគេគឺច្នៃបន្លែដែលនាងមិនចូលចិត្តឲ្យទៅជាអាហារដ៏ឈ្ងុយឆ្ងាញ់បើលោកជាងមានទំនុកចិត្តម្ល៉េះហើយថ្ងៃត្រង់នេះមុខម្ហូបសម្រាប់ថ្នាក់ធំគឺបាយឆាបន្លែចម្រុះក្នុងនោះមានការ៉ុតនិងខាត់ណាខៀវដែលក្មេងសល់ច្រើនជាងគេក្នុងផ្ទះបាយមានគ្រឿងផ្សំស្រាប់នៅសល់50នាទីទៀតទើបដល់ម៉ោងញ៉ាំបាយសូមលោកធ្វើសម្រាប់60នាក់ទៅមើលធ្វើម៉េចឲ្យក្មេងរើសចំណីទាំងនោះហាមាត់ញ៉ាំដោយខ្លួនឯងទៅបើធ្វើបានកុងត្រានឹងស៊ីញេថ្លៃសាលានឹងមិនគិតតែបើធ្វើមិនបាននោះបញ្ជាក់ថាលោកមិនស័ក្តិសមនឹងតំណែងនេះទេសូមបង់លុយតាមច្បាប់សាលាចុះបានកន្លះម៉ោងគឺគ្រប់គ្រាន់ហើយបើនិយាយពីអាហារូបត្ថម្ភអញ្ចឹងខ្ញុំនឹងឲ្យក្មេងភ្លក់មើលថាតើរសជាតិបន្លែពិតប្រាកដវាឈ្ងុយឆ្ងាញ់យ៉ាងណាបុរសម្នាក់នេះរៀងគួរឲ្យចាប់អារម្មណ៍បន្តិចហើយអញ្ចឹងសូមអញ្ជើញចុងភើឯកជាងព្យាវមើលនាងនៅទីនេះសិនទៅកុំឲ្យនាងរត់ផ្ដេសផ្ដាសប៉ាស៊ូធ្វើបាយឲ្យឆ្ងាញ់ណាតោះនីយីកាហ្វាងយើងទៅផ្ទះបាយមើលទាំងអស់គ្នាចង់ដឹងថាចុងភើឯកក្នុងពាក្យចាំអារាមរូបនេះអាចច្នៃម្ហូបឆ្នាំងធំឲ្យចេញជាផ្កាបានឬអត់នីយីកាហ្វាងនេះជិតម៉ោង11ទៅហើយមិនក៏នីយីកានាំគេមកផ្ទះបាយអញ្ចឹងខាងមុខប្រញាប់ឲ្យដួសបាយមែនទេពូលើនេះគឺលោកជាងយីអាកេនីយីកាសឿនឲ្យគាត់យកគ្រឿងផ្សំដែលសល់មកធ្វើអាហារថ្ងៃត្រង់មួយមុខទៀតរបស់ខ្ញុំចិត្តឆ្អិនទៅហើយសល់តែកំតិចកំទីបន្លែបន្តិចនៅសល់តែកំតិចកំទីបន្លែប៉ុណ្ណឹងចំអិនថ្មីមិនទាន់ទៅម្យ៉ាងទៀតក្មេងអត់ចូលចិត្តញ៉ាំម្ហូបនឹងទេអ្នកណាមកធ្វើក៏ដូចតែគ្នានឹងពូលីវជួយបន្តិចមកហាន់សាច់ទ្រូងមាន់នេះជាដុំតូចប៉ុនក្រចកដៃមកដាក់អំបិលស្រានិងម្សៅច្របល់ចូលគ្នាឲ្យសព្វលឿនឡើងការ៉ុតមានក្លិនឆ្អាបដីណាស់ត្រូវឆាជាមួយប្រេងច្រើននិងភ្លើងខ្លាំងដើម្បីបំបត្តិក្លិនវាបញ្ចេញសារជាតិការ៉ុតនោះវានឹងប្រែជាផ្អែមចុះបាយដែលដាំឆ្អិនហើយនោះ
អូហូបាយនេះទម្ងន់ចូល10គីឡូជាងឯណោះវើយនេះជាក្លិនការ៉ុតតើមិនក៏ឈ្ងុយម្លេះអ្នកនាងសិនចំអិនរួចរាល់ហើយនេះគេហៅថាបាយឆាចម្រុះពណ៌ខ្ញុំអត់ញ៉ាំទេនេះជារបស់បិសាចញ៉ាំតើការ៉ុតអត់ឆ្ងាញ់សោះហ្មងកូនប្រុសសាក់ញ៉ាំនេះបន្តិចមើលនេះគឺជាបាយថាមពលអ៊ុលត្រាមែនណាញ៉ាំរួចអាចវាយបិសាចបានហើយឆ្ងាញ់ណាស់អ្នកគ្រូខ្ញុំសុំថែមទៀតខ្ញុំក៏សុំថែមដែរខ្ញុំក៏ចង់បានបាយអ៊ុលត្រាមែនដែរខ្ញុំចង់ញ៉ាំការ៉ុតលោកជាងលោកឈ្នះហើយការពិតបានបង្ហាញថាគ្មានក្មេងណាដែលមិនចូលចិត្តញ៉ាំបន្លែទេមានតែចុងភៅដែលមិនចេះធ្វើម្ហូបប៉ុណ្ណោះនាយិកាហ្វាងរៀបចំកិច្ចសន្យាមួយមកជួលលោកជាងយីជាទីប្រឹក្សាផ្នែកអាហារប្រចាំសាលាមត្តៃយ៉ាងកងលើកលែងថ្លៃសិក្សាទាំងអស់សម្រាប់ជាងនានាក្នុងឈ្មោះនេះហើយថែមទាំងផ្ដល់ប្រាក់ឧបត្ថម្ភ 5,000 យួនក្នុងមួយខែទៀតផងឲ្យផ្នែករដ្ឋបាលកត់ត្រារូបមន្តនិងវិធីធ្វើបាយឆាចម្រុះពណ៌នេះទុកផងចាប់ពីសប្តាហ៍ក្រោយទៅបញ្ចូលវាទៅក្នុងមុខម្ហូបប្រចាំក្រុមហ៊ុនយើងចាំសិនអ្នកនាងសិនអរគុណសម្រាប់ការជឿទុកចិត្តតំណែងជាទីប្រឹក្សានេះខ្ញុំទទួលយកប៉ុន្តែខ្ញុំមានលក្ខខណ្ឌអីទៅទីប្រឹក្សាគឺទីប្រឹក្សាចុងភៅគឺចុងភៅវាដាច់ពីគ្នាពេលយកខ្ញុំត្រូវលក់ដូរតាមផ្លូវដើម្បីយកលុយសងបំណុលគេទៀតខ្ញុំមានពេលតិចណាស់មួយសប្តាហ៍អាចមកបង្រៀនចុងភៅបានច្រើនបំផុតត្រឹមតែ2 ដងទេខ្ញុំមិនអាចធ្វើការពេញម៉ោងបានឡើយអូយលោកជាងគួរឲ្យស្ដាយណាស់មិនអីទេខ្ញុំជួខួរក្បាលរបស់លោកមិនមែនកម្លាំងលោកទេឲ្យតែក្មេងញ៉ាំបានច្រើនពេលវេលាលោកជាអ្នកកំណត់ចុះយោពងឃើញទេខ្ញុំប្រាប់ហើយតើម្ហូបដែលប៉ាខ្ញុំធ្វើគឺឆ្ងាញ់ជាងគេនៅលើលោកនឹងហ្មងអ្នកមីងស្អាតអំបាញ់មិញអ្នកមីងក៏បានញ៉ាំម្ហូបប៉ាខ្ញុំដែរណោះអញ្ចឹងថ្ងៃក្រោយអ្នកមីងត្រូវតែស្ដាប់បង្គាប់ប៉ាខ្ញុំណាចាស់ក្មួយបើមិនស្ដាប់បង្គាប់ច្បាស់ជាអត់មានម្ហូបឆ្ងាញ់ញ៉ាំទៀតទេត្រូវអត់បើតម្រូវគ្នាហើយកុំទុកយូរអីនាយិកាហ្វាងព្រីនិកិច្ចសន្យាមកស៊ីញ៉ៃឥឡូវនេះហ្មងបន្តិចទៀតខ្ញុំមានប្រជុំអ្នកនាងសិនពេលនេះខាងផ្នែកច្បាប់ប្រហែលជាពិនិត្យមិនទាន់ទេប្រើទម្រង់ទូទៅសិនទៅរួចចាំថែមលក្ខខណ្ឌបញ្ជាក់ពីក្រោយពេលវេលាខ្ញុំមានតម្លៃណាស់ខ្ញុំមិនចង់ខ្ជិះខ្ជីនៅទីនេះទេលោកជាងមិនមានបញ្ហាអីទេមែនទេកំពុងតែចង់បានផងរួចរាល់ហើយអ្នកនាងសិនលោកជាងកិច្ចសន្យាច្បាស់លាស់ហើយចាប់ពីថ្ងៃនេះទៅថ្លៃសាលារបស់ជាងនាងគឺលើកលែងទាំងអស់ប្រាក់ឧបត្ថម្ភ 5,000 យួននឹងផ្ទេរចូលគង់រាល់ចុងខែទីប្រឹក្សាជាងសូមស្វាគមន៍មកកាន់ក្រុមហ៊ុនសិនគ្រប់អរគុណអ្នកនាងសិនខ្ញុំនឹងធ្វើការឲ្យស័ក្តិសមនឹងកិច្ចសន្យាមួយនេះខ្ញុំមើលតែលទ្ធផលទេរូបមុនសម្រាប់សប្តាហ៍ក្រោយកុំភ្លេចផ្ញើឲ្យខ្ញុំផងក្មេងតូចស្អែកមករៀនឲ្យទាន់ពេលណាកុំឲ្យយឺតឲ្យសោះចាក់អ្នកមីងដ៏ស្រស់ស្អាតនាងសន្យាថាមិនមកយឺតទេបងយីដូចយកសັບអញ្ចឹងមកវើយអ្នកនាងសិនអំបញ្ញមិញនេះកាច់សាហាវណាស់អញភ័យខ្លាចតែគាត់ដូរចិត្តតានឹកស្មានមិនដល់សោះថាគាត់ចិត្តដាច់ម្លេះនេះជាទម្លាប់ធ្វើការរបស់អ្នកមែនតោះទៅបើកឯកសន្តាននិងកម្រាលពូកសិនស្អែកនេះនាងចូលរៀនផ្លូវការហើយលោកពូអ៊ុលត្រាមែនលោកពូស្អែកនេះលោកពូជាអ្នកធ្វើម្ហូបទៀតមែនអត់ខ្ញុំចង់ញ៉ាំគ្រាប់សណ្ដែកពណ៌ក្រហមនឹងទៀតឲ្យតែសៀនកូនល្អញ៉ាំបាយបានច្រើនថ្ងៃក្រោយពូនឹងបង្រៀនលោកតាលីវឲ្យធ្វើម្ហូបនឹងឲ្យញ៉ាំទៀតណានឹងហើយជាប៉ារបស់ខ្ញុំជាប៉ាដែលពូកែជាងគេបំផុតបើចង់ញ៉ាំត្រូវឈរតម្រង់ជួរណាបានហើយកុំអួតពេកលាសាលាសិនទៅកូនយើងត្រឡប់ទៅផ្ទះធ្វើការវិញចេះប៉ាលាហើយសាលាមត្តៃថ្ងៃស្អែកខ្ញុំនឹងស្ពីកាបូបថ្មីមករៀនហើយបងយីនិយាយមែនវើយរំសាយកំហឹងហ្មងព្រឹកមិញយើងដឹកឆ្អឹងជ្រូកក្នុងចិត្តសែនធ្ងន់ដូចថ្មឥឡូវយើងដឹកឯកសន្តានសិស្សក្នុងចិត្តផ្អែមដូចទឹកឃ្មុំអែមហ្មងសប្បាយចិត្តជាងពេលអញជួសជុលឡានទំនើបហើយទៀតវើយកុំនិយាយច្រើនពេកត្រឡប់ទៅផ្ទះសម្រាប់ទៅយប់នេះយើងចេញលក់ដូចធម្មតាហាបងយីគេលើកលែងថ្លៃសាលាឲ្យអស់ហើយនៅទៅលក់ដូរអីទៀតថ្ងៃនេះយ៉ាងហោចណាស់ក៏គួរតែសម្រាប់ដើម្បីអបអរសាទរបន្តិចដែរតើចិនបៀវថ្លៃសាលាគេទូទាត់ឲ្យមែនតែបំណុលយើងមិនដល់សប្តាហ៍របស់យើងហើយយើងមិនអាចបោះបង់ភ្ញៀវចោលទេយប់មិញក្នុងក្រុមមានភ្ញៀវរាប់សិបនាក់កំពុងរងចាំគេឈ្មោះយើងមិនអាចឲ្យខូចបានទេវើយ